សិនជាឯងមិនប្រកាន់ថ្ងៃនេះបងនឹងផ្ដោតឲ្យឯងមិនពេលពូស្លាប់ឲ្យឯងបានខ្លាចជាបរិសុទ្ធពេញលក្ខណៈល្អណាស់ឲ្យតែឯងចង់បានបងនឹងឲ្យទាំងអស់បងថៃពូឆាប់ភ្ញាក់ឡើងបងថៃឆាប់ភ្ញាក់ឡើងមកបងថៃឆាប់ភ្ញាក់ឡើងបងថៃនាងជាអ្នកណាសំណាងឲ្យតែឯងភ្ញាក់មិនចឹងទេបងស្មានតែឯងសំណាងណាស់ដែលឯងមិនអីខ្ញុំមកពីណាបងថៃកាត់អីហ្នឹងបងថៃខ្ញុំជាគ្រូពេទ្យម្នាក់បានឆ្លងភពជុំមកក្នុងខ្លួនអ្នកទុកប្រហារជីវិតម្នាក់នេះហ៎ទៅឆ្លងភពមកកំប្រាត់ថាត្រូវស្លាប់ឲ្យសោះណាបងថៃទាំងអស់សុទ្ធតែជាកំហុសបងដែលសារតែបងបើបងមិនបញ្ជូនកូនបងប្រុសឯងទៅឲ្យព្រះនាងដើម្បីជាចិត្តព្រះអម្ចាស់ទាំងនោះទេក៏មិនធ្វើឲ្យពូត្រូវពាក់ព័ន្ធនឹងការកាត់ក្បាលដែរបើសិនជាឯងមិនប្រកាន់ថ្ងៃនេះបងនឹងផ្ដោតឲ្យឯងមិនពេលពូស្លាប់ឲ្យឯងបានខ្លាចជាបរិសុទ្ធពេញលក្ខណៈល្អណាស់ឲ្យតែឯងចង់បានបងនឹងឲ្យទាំងអស់បងថ្លៃបងកំរំអីខ្ញុំនឹងមិនកាត់អីទេដល់ពេលកំណត់ហើយដល់ពេលដែលត្រូវទៅផ្លូវលឿងហើយបងថៃផ្លូវលឿងទៅណាហើយប៉ុណ្ណាគឺទៅទីលានប្រហារជីវិតបានជូនពួកឯងទៅឋានជមរិកនឹងណាពួកគេទៅកុំពួកលោកយកច្រឡំហើយពួកលោកចាំមនុស្សខុសហើយណាពួកលោកយកច្រឡំហើយគឺគេនឹងឲ្យ100អ្នកទូហីមិនបានទេខ្ញុំទៅតែឆ្លងភពមកខ្ញុំមិនអាចស្លាប់បានទេខ្ញុំត្រូវតែជួយបងថ្លៃនៅក្នុងវាំងមានរឿយទៅឬថាស្នំឯងគ្មានទឹកដោះថប់ទ្រុងដកដង្ហើមមិនរួចគ្រូពេទ្យលួងក៏គ្មានជម្រើសដែរអ្នកណាធ្វើឲ្យស្នំឯងមានទឹកដោះអាចជួយសង្គ្រោះបានធានាថានឹងឡើងឋានៈនឹងដល់រង្វាន់មើលទៅស្នំឯងគ្មានទឹកដោះទើបថប់ដង្ហើមស្លាប់ព្រាច្បត់ឯងនឹងអត់គ្នាដោយសារតែផឹកទឹកដោះផ្សេងមិនបានតែអាការៈស្នំឯងនៅក្នុងពេលនេះគ្រាន់តែប្រើទឹកផ្លែឈើនៃសម័យទំនើបវាត្រូវនឹងជំនាញគ្រូពេទ្យសម្ភពរបស់ខ្ញុំតែម្ដងឱកាសសាងស្នាដៃមកដល់ហើយ